ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះវ៉ាតខៅឯកទេសផែនដីនិងបរិស្ថានវិទ្យានៃវិទ្យាល័យព្រះអង្គឌួងខេត្តព្រៃវែងថ្ងៃនេះអ្នកគ្រូសូមលើកយកប្រធានបទមួយមកបកស្រាយគឺការកំណត់អត្តសញ្ញាណផូស៊ីលក្នុងថ្នាក់ទី10ជំពូកទី1មេរៀនទី1ផុសតាងប្រវត្តិភពផែនដីវត្ថុបំណងគឺដើម្បីកំណត់អត្តសញ្ញាណផូស៊ីលផ្សេងៗរួមមានលក្ខណៈរូបប្រភេទឈ្មោះអាយុនិងសម័យកាលដោយប្រើសំណាក់គំរូដែលមានស្រាប់ក្នុងមន្ទីរពិសោធន៍បងប្អូនទាំងអស់គ្នាដឹងដែរតើផូស៊ីលជាអ្វីផូស៊ីលគឺជាសំណល់រុក្ខជាតិនិងសត្វដែលកប់ក្នុងដីឬថ្មដែលមានរយៈពេលរាប់លានឆ្នាំហើយវាអាចប្រាប់ពីការកកើតនិងផុតពូជរបស់រុក្ខជាតិនិងសត្វដែលរស់នៅលើផែនដីកាលពីអតីតកាលជាទូទៅវាស្ថិតនៅក្នុងសិលាកំទេចកំណរអញ្ចឹងថ្ងៃនេះយើងនឹងមកសង្កេតមើលផូស៊ីលគំរូទាំងអស់គ្នារួចកំណត់ប្រភេទឈ្មោះអាយុនិងសម័យកាលដែលវាកកើតសម្ភារៈដែលយើងប្រើនៅក្នុងថ្ងៃនេះរួមមានសំណាកផូស៊ីលមួយប្រអប់កែវបង្រិចបន្ទាត់ខ្មៅដៃនិងក្រដាសនិងតារាងកំណត់អត្តសញ្ញាណផូស៊ីលដោយបង្ហាញនៅទីនេះឬយើងអាចប្រើកម្មវិធីជំនួយគឺកម្មវិធី Google Lens ឥឡូវបងប្អូនចូលសង្កេតមើលផូស៊ីលក្នុងប្រអប់នេះទាំងអស់គ្នាអញ្ចឹងក្នុងប្រអប់នេះយើងឃើញផូស៊ីលជាច្រើនប្រភេទតើវាមានលក្ខណៈរូបនិងទំហំខុសគ្នាដូចម្ដេចខ្លះចូលបងប្អូនសង្កេតនិងគូររូបផូស៊ីលដាក់ក្នុងក្រដាសបន្ទាប់ពីបងប្អូនបានសង្កេតមួយរយៈមកអញ្ចឹងយើងមកសង្កេតជាមួយអ្នកគ្រូទាំងអស់គ្នានៅក្នុងប្រអប់នេះមានផូស៊ីលសត្វសមុទ្រជាច្រើនដូចជាផូស៊ីលខ្យងផូស៊ីលខ្ចៅផូស៊ីលលៀសផូស៊ីលងាវផូស៊ីលផ្កាថ្មព្រមទាំងផូស៊ីលសត្វសមុទ្រផ្សេងទៀតឥឡូវយើងមកសង្កេតមើលផូស៊ីលមួយនេះទាំងអស់គ្នាវាមានពណ៌ខ្មៅរាងជាបំពង់ទ្រវែងមានផ្ទៃខាងក្រៅជាកន្លាក់កង់មុខកាត់ទំហំប្រហែល7មីលីម៉ែត្រប្រវែងរបស់ផូស៊ីលវែងប៉ុន្តែនេះគ្រាន់ជាបំណែករបស់វាប៉ុណ្ណោះអញ្ចឹងផូស៊ីលមួយប្រភេទនេះគឺជាប្រភេទផូស៊ីលសត្វអត់ឆ្អឹងកងដែលរស់នៅក្នុងសមុទ្រវាគឺជាប្រភេទផូស៊ីលដែលស្ថិតនៅក្នុងអំបូរEchinodermata វាមានឈ្មោះថា Crinoid សត្វមួយប្រភេទនេះកើតក្នុងសម័យអូដូវីសៀងវាមានអាយុកាលជាង400លានឆ្នាំមុនក៏ប៉ុន្តែបើសិនជាបងប្អូនចង់ដឹងព័ត៌មានស៊ីជម្រៅបងប្អូនអាចប្រើកម្មវិធីជំនួយដែលមានឈ្មោះថាកម្មវិធី Google Lens បន្ទាប់ពីសង្កេតមើលលក្ខណៈរូបរបស់ផូស៊ីលរួចមកយើងទទួលបានលទ្ធផលដោយតារាងខាងក្រោមបើសិនជាបងប្អូនចង់ដឹងពីលក្ខណៈផូស៊ីលផ្សេងទៀតបងប្អូនអាចរៀនសង្កេតមើលដោយខ្លួនឯងនៅតាមសាលារៀងខ្លួនដែលប្រើតារាងដូចអ្នកគ្រូបានបង្ហាញជារួមមកការសិក្សាពីផូស៊ីលពិតជាមានសារៈសំខាន់ណាស់ពីព្រោះវាអាចជួយឲ្យយើងយល់ដឹងពីប្រវត្តិនៃការកកើតជីវិតលើភពផែនដីសូមអរគុណសូមជម្រាបលា